ប្រទេសដែលមានយន្តហោះធ្វើបេសកកម្មច្រើនជាងគេបំផុតទាំង78ប្រចាំឆ្នាំ2025នៅក្នុងវីដេអូមួយនេះខ្ញុំបាទសូមលើកយកប្រទេសចំនួន78ដែលមានយន្តហោះធ្វើបេសកកម្មប្រចាំឆ្នាំ2025នេះដូច្នេះចង់ដឹងថាប្រទេសទាំងនោះមានប្រទេសណាខ្លះសូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅ78ប្រទេសស៊ីរីមានយន្តហោះធ្វើបេសកកម្មមួយគ្រឿង77ប្រទេសស្លូវ៉ាគីមានមួយគ្រឿង76ប្រទេសសេនេហ្គាល់មានមួយគ្រឿង75ប្រទេសប៉ារ៉ាហ្គាយមានមួយគ្រឿង74ប្រទេសម៉ូសាំប៊ិកមានមួយគ្រឿង73ប្រទេសម៉ាលីមានមួយគ្រឿង72ប្រទេសហុងឌូរ៉ាសមានមួយគ្រឿង71ប្រទេសហ្វាំងឡង់មានមួយគ្រឿង70សាធារណរដ្ឋដូមីនិកមានមួយគ្រឿង69ប្រទេសបេលីសមានមួយគ្រឿង68ប្រទេសរ៉ូម៉ានីមាន2គ្រឿង67ប្រទេសប៉ាណាម៉ាមាន2គ្រឿង66ប្រទេសនីសេរីយ៉ាមាន2គ្រឿង65ប្រទេសម៉ូរីតានីមាន2គ្រឿង64ប្រទេសកេនយ៉ាមាន2គ្រឿង63ប្រទេសអ៊ីឡង់មាន2គ្រឿង62ប្រទេសកាណាមាន2គ្រឿង61ប្រទេសឆែកមាន2គ្រឿង60ប្រទេសឆាតមាន2គ្រឿង59ប្រទេសកាមេរូនមាន2គ្រឿង58ប្រទេសបូគីណាហ្វាសូមាន2គ្រឿង57ប្រទេសអង់ហ្គូឡាមាន2គ្រឿង56ប្រទេសវៀតណាមមាន3គ្រឿង55ប្រទេសវេណេស៊ុយអេឡាមាន3គ្រឿង54ប្រទេសអ៊ុយក្រែនមាន3គ្រឿង53ប្រទេសស្វីសមាន3គ្រឿង52ប្រទេសស្រីលង្កាមាន3គ្រឿង51ប្រទេសកូឌីវ៉ាមាន3គ្រឿង50ប្រទេសដាណឺម៉ាកមាន3គ្រឿង49ប្រទេសតុយនេស៊ីមាន4គ្រឿង48ប្រទេសអូម៉ង់មាន4គ្រឿង47ប្រទេសម៉ារ៉ុកមាន4គ្រឿង46ប្រទេសបង់ក្លាដេសមាន4គ្រឿង45ប្រទេសអ៊ុយរ៉ាកាយមាន5គ្រឿង44ប្រទេសស៊ុយអែតមាន5គ្រឿង43ប្រទេសណូវេសមាន5គ្រឿង42ប្រទេសមីយ៉ាន់ម៉ាមាន5គ្រឿង41ប្រទេសនូវែលសេឡង់មាន6គ្រឿង40ប្រទេសម៉ាឡេស៊ីមាន6គ្រឿង39ប្រទេសអេស្ប៉ាញមាន8គ្រឿង38ប្រទេសហ្វីលីពីនមាន8គ្រឿង37ប្រទេសក្រិចមាន8គ្រឿង36ប្រទេសអេក្វាឌ័រមាន8គ្រឿង35ប្រទេសសិង្ហបុរីមាន9គ្រឿង
34ប្រទេសអ៊ីរ៉ង់មាន10គ្រឿង33ប្រទេសអាល់ហ្សេរីមាន10គ្រឿង32ប្រទេសប៉ូឡូញមាន11គ្រឿង31ប្រទេសនីហ្សេរីយ៉ាមាន11គ្រឿង30ប្រទេសអេស៊ីបមាន11គ្រឿង29ប្រទេសប៉េរូមាន12គ្រឿង28ប្រទេសសាកដានីមាន13គ្រឿង27ប្រទេសអាសង់ទីនមាន13គ្រឿង26ប្រទេសប៉ូទុយហ្គាល់មាន14គ្រឿង25អារ៉ាប៊ីសាអូឌីតមាន16គ្រឿង24ប្រទេសអ៊ីរ៉ាក់មាន17គ្រឿង23ប្រទេសឥណ្ឌូនេស៊ីមាន17គ្រឿង22តៃវ៉ាន់មាន18គ្រឿង21ប្រទេសអ៊ីស្រាអែលមាន19គ្រឿង20ប្រទេសឈីលីមាន21គ្រឿង19ប្រទេសអ៊ីតាលីមាន23គ្រឿង18ប្រទេសកូឡុំប៊ីមាន23គ្រឿង17ប្រទេសមិចស៊ីកូមាន25គ្រឿង16ប្រទេសប្រេស៊ីលមាន25គ្រឿង15ប្រទេសថៃមាន26គ្រឿង14ប្រទេសអាល្លឺម៉ង់មាន26គ្រឿង13សហព័ន្ធអេមីរ៉េតអារ៉ាប់រួមមាន27គ្រឿង12ប៉ាគីស្ថានមាន27គ្រឿង11ចក្រភពអង់គ្លេសមាន28គ្រឿង10ប្រទេសទូគីមាន28គ្រឿង9ប្រទេសអូស្ត្រាលីមាន30គ្រឿង8ប្រទេសកាណាដាមាន33គ្រឿង7ប្រទេសកូរ៉េខាងត្បូងមាន36គ្រឿង6ប្រទេសបារាំងមាន44គ្រឿង5ប្រទេសឥណ្ឌាមាន74គ្រឿង4ប្រទេសចិនមាន112គ្រឿង3ប្រទេសរុស្ស៊ីមាន141គ្រឿង2ជប៉ុន141គ្រឿងនិងទី1គឺសហរដ្ឋអាមេរិកមាន647គ្រឿង